ទីស្រឡាញ់ចាមានខ្ញុំមានបញ្ហាប្រឈមនៅក្នុងសហគមន៍កម្មសម្រាប់ផ្សេងទៀតខ្ញុំទី1ខ្ញុំស្នើសុំសារអាបាស្រុកបានហើយតែពួកខ្ញុំលោកតាឯងអត់មានវិទ្យាពលរដ្ឋឬសមាជិកចូលតែទេដោយសារតែយើងមានលោកតាឯងចាទី2ក្រុមហ៊ុនព្រះអង្គក៏បានចូលមកដេញថ្លៃបន្លែនៅក្នុងសហគមន៍ខ្ញុំតែពួកខ្ញុំនិងសមាជិកគាត់អត់មានទំនុកចិត្តដោយសារតែគាត់ដាក់មកក៏អត់ទៅច្បាស់នោះចាចាទី3ការដេញថ្លៃអាហារូបត្ថម្ភតាមសាលាឥឡូវនេះបច្ចុប្បន្ននេះបន្លែត្រីសាច់ទាំងអស់សិតតែឡើងថ្លៃសូមឲ្យខាងមន្ទីរនិងម្ចាស់គម្រោងសូមជួយសម្រួលបន្លែដល់សហគមន៍ពួកខ្ញុំផងដែលបានគ្រប់គ្រងអាហារតាមសាលាចាមួយទៀតសូមសំណូមពរឆ្នាំ2026ឬ27ប្រសិនជាមានគម្រោងថវិកាថ្នាក់ស្រុកថ្នាក់ភូមិសូមឲ្យលោកមានគម្រោងមានចំណាមួយតូចដើម្បីជួយសម្រួលក្នុងការអភិវឌ្ឍនៅក្នុងសហគមន៍ខ្ញុំផងព្រោះសហគមន៍ខ្ញុំបានថវិកាដើម្បីទិញសម្ភារៈលក់ជូនសមាជិកនៅពូជបន្លែនិងជីចាគឺសូមអរគុណទៅសហគមន៍មួយគេសម្រាប់សែនជ័យ សម្រាប់សែនជ័យ គុំរងមក